Hello hello សួស្តីបងប្អូនទាំងអស់គ្នាអូយថតប្រច្រាស់ថ្ងៃចាំងថ្ងៃមើលមុខខ្លួនឯងអត់ឃើញទេមិនដឹងថាសង្ហាឬអត់ទេហ្នឹងហើយបងប្អូនវីដេអូនេះខ្ញុំមាន clear មួយ clear ហ្នឹងគេថាចេះគេថារៀនច្រើនតែមិនព្រមចេះខ្លួនធំដែរតែមិនព្រមពេញវ័យហ្នឹងហើយបងប្អូន clear ហ្នឹងចង់ចំអកឲ្យយើងដឹងខ្លួនថាតាមពិតយើងបានរៀនច្រើនមែនតែយើងអត់ព្រមចេះរៀនដែរតែមិនចេះដូចគេរៀនដូចតែយើងដែរតែគេចេះជាងយើងហ្នឹងហើយខ្លួនយើងធំដែរបាទលូតលាស់ធំគេដែរបាទហូបបាយអស់ទាំងឆ្នាំងហ្នឹងហើយចាយលុយអីអស់មកកណោប៉ុន្តែមិនព្រមពេញវ័យហ្នឹងហើយនៅតែក្មេងដែរអត់ព្រមពេញវ័យអត់ព្រមចាស់ចិត្តចាស់គំនិតនឹងគេហ្នឹងហើយអរគុណបងប្អូនធ្វើយ៉ាងណាឲ្យយើងទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាឲ្យយើងរៀនហើយចេះហើយធំអាយុច្រើនតែឲ្យពេញវ័យឲ្យចាស់ចិត្តចាស់គំនិតឡើងណាឡយឃ្លានហ្នឹងហើយខ្ញុំសង្កេតឃើញមួយរយៈនេះមិនខ្ញុំអត់ដឹងអីទេខ្ញុំតាមដានគ្រប់ព័ត៌មានគ្រប់សកម្មភាពអ្វីដែលកើតឡើងនៅក្នុងស្រុកក្រៅស្រុកនិងទូទាំងពិភពលោកឃើញខ្ញុំដឹងថាគេដើរដល់ណាគេធ្វើអីដល់ណាគេបង្កើតអីដល់ណាគេរីកចម្រើនយ៉ាងម៉េចនយោបាយវិវត្តទៅយ៉ាងម៉េចដឹងទាំងអស់ប៉ុន្តែខ្ញុំអ្វីដែលយើងធ្វើកើតយើងធ្វើអ្វីដែលយើងធ្វើមិនកើតយើងក៏ដឹងធ្វើមិនដែរលើសកម្លាំងយើងអញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺខំប្រឹងរៀនខំប្រឹងអភិវឌ្ឍខ្លួនឯងតទៅទៀតហើយបើយើងមានគោលដៅអីដាក់គោលដៅអីរួចហើយត្រូវប្រឹងធ្វើឲ្យវាបានសម្រេចគោលដៅទោះមានឧបសគ្គមានការសើចចំអកមានការមើលងាយមើលថោកពីអ្នកណាក៏ដោយសំខាន់យើងដឹងថាយើងដើរពីណាទៅណាហ្នឹងហើយអរគុណច្រើនបងប្អូនខ្ញុំពិតជាបានមើលឃើញមែនពីអ្វីដែលបានកើតឡើងខ្ញុំឃើញខ្ញុំតាមដានเพจថៃតាមដានเพจវៀតណាមទាំងเพจទូទៅទាំងเพจពាក់ព័ន្ធនឹងក្បាច់គុណខ្ញុំឃើញថាគេទៅមុខសាហាវគេទៅមុខលឿនជាងយើងទៀតកូនថៃកូនវៀតណាមគឺប្រកែទាំងវិជាគុណប្រកែទាំងអក្សរសាស្ត្រប្រកែគ្រប់យ៉ាងគេរៀនអត់ឈប់តែបើនិយាយពីការវឹកហាត់ទាហានគេវិញគេវឹកហាត់ទាហានលក្ខណៈលំដាប់ពិភពលោកតែម្ដងគឺសាហាវមែនតើអញ្ចឹងយើងកូនខ្មែរទាំងអស់គ្នាយើងប្រឹងប្រែងទាំងអស់គ្នាអភិវឌ្ឍខំប្រឹងប្រែងខំប្រឹងរៀនហើយលុតដំទាំងរាងកាយដែរបាទកុំមើងងាយអាកប៉ិកកប៉ុកត្រូវប្រមូលផ្ដុំវាធ្វើវាចេះគ្រប់ទាំងអស់កុំបោះបង់ការងារតូចវិជាតូចមួយក៏ដោយត្រូវរៀនត្រូវយល់ដឹងវាអស់ហ្នឹងហើយក៏ត្រូវប្រឹងចាប់អាធំដែរបាទដើម្បីកុំឲ្យគេថាធ្វើដល់អន្តរីអីទៅធ្វើការចាប់រុយចាប់មូសអីហ្នឹងណាយើងទៅចាប់អីធំជាងហ្នឹងប៉ុន្តែត្រូវរៀនពីតូចទៅធំខ្ញុំនិយាយបោកច្បល់ចុងក្រោយបន្តិចតែមិនអីទេខ្ញុំបងប្អូនយល់អរគុណជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ